ញ៉ាំស្ពៃក្តោបរាល់ថ្ងៃតិចបងប្អូនអត់ដឹងចុះបាទមិននឹកស្មានថាស្ពៃក្តោបមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពដូចនេះសោះបាទបងប្អូនខ្លះបាទស្ពៃក្តោបអត់ចូលចិត្តទេបាទអត់ចូលចិត្តទេបាទអ្នកខ្លះក៏ចូលចិត្តបាទស្ពៃក្តោបយើងអាចធ្វើជាបន្លែច្រើនណាបងប្អូនបាទគឺថាយើងយកទៅជ្រលក់ជាមួយប្រហុកផ្អកក៏បានយើងយកទៅឆាក៏បានយើងយកទៅស្ងោរក៏បានច្រើនយ៉ាងណាស់ប៉ុន្តែអ្នកខ្លះអត់ដឹងពីអត្ថប្រយោជន៍របស់ស្ពៃក្តោបនោះទេទើបថ្ងៃនេះខ្ញុំសូមលើកយកអត្ថប្រយោជន៍ដ៏វិសេសវិសាលរបស់ស្ពៃក្តោបមកចែកជូនពុកម៉ែបងប្អូនយើងបាទដូចតទៅនេះស្ពៃក្តោបមានដើមកំណើតមកពីអឺរ៉ុបគឺជាបន្លែដែលល្អសម្រាប់អ្នកវាមានអត្ថប្រយោជន៍ជាច្រើនដូចជាធ្វើឲ្យសុខភាពបេះដូងប្រសើរឡើងវាក៏ជាប្រភពសម្បូរជាតិសរសៃនិងវីតាមីន K ដែលការពារប្រឆាំងនឹងជំងឺឆ្លងអ្នកអាចរីករាយជាមួយស្ពៃក្តោបឆ្អិនឬឆៅប៉ុន្តែវាមានសារៈសំខាន់ណាស់ដែលអ្នករៀបចំវាឲ្យត្រឹមត្រូវដើម្បីប្រមូលផលសុខភាពរបស់វាជៀសវាងការចម្អិនស្ពៃក្តោបដែលអាចកាត់បន្ថយសារធាតុចិញ្ចឹមរបស់វាជ្រើសរើសវិធីចម្អិនអាហារដូចជាកូរចៀនឬហាន់វាហើយញាំវាឆៅក្នុងសាឡាត់ឬស្លាស្វែងយល់អំពីអត្ថប្រយោជន៍និងអាហារូបត្ថម្ភរបស់ស្ពៃក្តោបនិងវិធីប្រើដូចតទៅនេះទី1ប្រភពនៃជាតិសរសៃស្ពៃក្តោបអាចជួយឲ្យអ្នកទទួលបានជាតិសរសៃច្រើននៅក្នុងរបបអាហាររបស់អ្នកស្ពៃក្តោបឆៅពីរពែងមានជាតិសរសៃជិត4ក្រាមការទទួលទានប្រចាំថ្ងៃដែលត្រូវបានណែនាំគឺ21ទៅ28ក្រាមសម្រាប់កុមារធំក្មេងជំទង់និងមនុស្សពេញវ័យជាតិសរសៃបន្ថែមប្រមាណច្រើននៅក្នុងអាហាររបស់អ្នកដើម្បីឲ្យអ្នកឆ្អែតបានយូរអាហារដែលមានជាតិសរសៃខ្ពស់ដូចជាស្ពៃក្តោបអាចជួយសម្រួលដល់ការទល់លាមកគ្រប់គ្រងជាតិស្ករក្នុងឈាមធ្វើឲ្យសុខភាពពោះវៀនប្រសើរឡើងនិងកាត់បន្ថយកូលេស្តេរ៉ុលសរុប2សម្បូរទៅដោយវីតាមីន C ផ្លែក្រូចមិនមែនជាមធ្យោបាយតែមួយគត់ដើម្បីទទួលបានវីតាមីន C នោះទេស្ពៃក្តោបក៏អាចផ្ដល់នៅប្រមាណដ៏ច្រើននៃសារធាតុចិញ្ចឹមនេះផងដែរប្រសិនបើអ្នកត្រូវការបន្ថែមនៅក្នុងរបបអាហាររបស់អ្នកការទទួលបានវីតាមីន C គ្រប់គ្រាន់ក្នុងរបបអាហាររបស់អ្នកមានសារៈសំខាន់ណាស់ចាប់តាំងពីរាងកាយមិនបង្កើតវាតាមធម្មជាតិវីតាមីន C គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយឲ្យរាងកាយរបស់អ្នកស្រូបយកជាតិដែកពីអាហារដែលមានមូលដ្ឋានលើរុក្ខជាតិបង្កើត collagen ដើម្បីព្យាបាលរបួសនិងគ្រប់គ្រងដល់ប្រព័ន្ធការពាររបស់អ្នក3ជម្រើសកាឡូរីទាបតម្លៃសមរម្យប្រសិនបើអ្នកកំពុងព្យាយាមសម្រកទម្ងន់សូមព្យាយាមជំនួសអាហារដែលមានកាឡូរីខ្ពស់ជាមួយនឹងអាហារដែលមានខ្ចប់កាឡូរីច្រើនស្ពៃក្តាប់ឆៅដែលមានដល់7.5កាឡូរីក្នុងមួយពែងគឺជាជម្រើសកាឡូរីទាបដែលអាចជួយអ្នកសម្រកទម្ងន់ឬគ្រប់គ្រងទម្ងន់បានអាហារដែលមានកាឡូរីទាបនិងសារធាតុចិញ្ចឹមជាច្រើនមានតម្លៃថ្លៃប៉ុន្តែស្ពៃក្តោបមានតម្លៃថោកសមរម្យ